បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះសូមចែករំលែកបងប្អូនបន្តិចបងប្អូនណាពាក់ព័ន្ធនឹងការប្រើប្រាស់ hashtag បងប្អូនណាជាទូទៅសម្រាប់បងប្អូនសម្រាប់គ្នាយើងដែលធ្លាប់ប្រើប្រាស់ពីមុនមកបងប្អូនយល់ឃើញថាឲ្យតែប្រើប្រាស់ hashtag ច្រើនគឺល្អបងប្អូនណាគឺវីដេអូបងប្អូននឹងរីកប៉ុន្តែមិនមែនបែបហ្នឹងទេបងប្អូនណាការប្រើប្រាស់ hashtag ច្រើនគឺអាចធ្វើឲ្យវីដេអូរបស់បងប្អូនមិនរីកកាត់បន្ថយការរីកបងប្អូនណាសម្រាប់បងប្អូនប្រើប្រាស់ណា hashtag នៅលើ Facebook page ជាទូទៅការណែនាំរបស់គេដែលល្អបំផុតបងប្អូនណាប្រើប្រាស់ hashtag 2ទៅ3ចន្លោះហ្នឹងបងប្អូនណានេះតាមអ្វីដែលខ្ញុំសាកសួរ AI ណារបស់ Facebook ហ្នឹងប៉ុន្តែជាទូទៅបងប្អូនអាចប្រើប្រាស់5ចុចក្រោមបានតាមបទពិសោធន៍របស់ខ្ញុំបងប្អូនណាប្រើប្រាស់5ចុចក្រោមកុំឲ្យច្រើនពេកណានៅក្នុងវីដេអូមួយណាមូលហេតុកាលណាដែលយើងប្រើប្រាស់ hashtag ច្រើនពេកវាអាចកាត់បន្ថយការរីកអាច spam អីចឹងដែរបងប្អូនណាមួយទៀតបងប្អូនណាការប្រើប្រាស់ hashtag បងប្អូនណាកុំចេះតែដាក់មានន័យថាវីដេអូរបស់យើងបែបឧទាហរណ៍ណាបែបកំ pl ែងប៉ុន្តែយើងដាក់ hashtag បែបទៅជាអប់រំបែបដំណើរកម្សាន្តអញ្ចឹងអត់ត្រូវទេបងប្អូនបែបហ្នឹងគេមិន recommend ឲ្យគេមិនណែនាំឲ្យយើងដាក់ទេបងប្អូនណាគេលើកទឹកចិត្តឲ្យយើងប្រើប្រាស់ hashtag ដែលពាក់ព័ន្ធនឹងវីដេអូរបស់យើងបងប្អូនណាពាក់ព័ន្ធនឹង content របស់យើងដែលយើងផុសចូលទៅក្នុង page ហ្នឹងបងប្អូនណាអញ្ចឹង Facebook នឹងចាប់ហើយនឹងជំរុញការរីកឲ្យយើងបងប្អូនណាអញ្ចឹងមានប៉ុណ្ណឹងបងប្អូនសម្រាប់បងប្អូនគ្នាយើងដែលមានគន្លឹះថ្មីបងប្អូនអាចចែករំលែកនៅក្នុងខ្ទង់ comment នេះបានបងប្អូនណាអរគុណច្រើនបងប្អូន